អ្នកមានខ្សែស្អាតច្រើនណាស់នេះគ្មានអ្វីទេបើអ្នកត្រូវការលុយចូលយកលុយដែលខ្ញុំបានឲ្យទៅខ្ញុំបាននិយាយថាខ្ញុំនឹងផ្ដល់ឲ្យអ្នកប៉ុន្តែសម្ភារៈរបស់ម៉ាក់ក្មេងល្ងងវានឹងមានអារម្មណ៍ថាខ្វក់ប្រសិនបើវាចូលទៅក្នុងដៃរបស់អ្នកបន្ទាប់មកអធិស្ឋានបើអ្នកនឹងធ្វើវាចូលលុតជង្គង់ចោះដែរវានឹងប្រសើរជាងប្រសិនបើអ្នកកសក់របស់អ្នកផងដែរពីម៉ារីហេតុអ្វីវាជាវត្ថុអនុស្សាវរីយ៍របស់ម្ដាយខ្ញុំចុះលុយវិញតើមានអ្វីដែលត្រូវសោកស្ដាយប្អូនស្រីរបស់ខ្ញុំឬខ្ញុំបញ្ជាក់ពីភាពស្មោះត្រង់នោះទេបន្ទាប់មកគុំធ្វើបែបនោះអូខ្ញុំយល់ហើយអាយ៉ារឿងនេះពិតជាផ្អែមល្ហែមមែនអ្នកតែងតែធ្វើដូចជាអ្នកលយនឹងអស្ចារ្យណាស់បងស្រីតើនេះជាអ្វីទៅសូមអង្វរអ្នកផងឲ្យខ្សែរបស់ម៉ាក់ខ្ញុំវិញមកខ្ញុំមិនអាចធ្វើវាបានទេព្រោះបេះដូងខ្ញុំឈឺប្អូនស្រីខ្ញុំធ្វើឲ្យខ្ញុំមើលទៅស្លេកស្លាំងមិនគួរមានរឿងដូចជាវ៉ុនយ៉ងទេស្ដាំ